អាជ្ញាធរនិងសង្គមស៊ីវិលចាត់ទុកការចូលរួមគាំទ្ររបស់បុរសចំពោះស្ត្រីរួមទាំងក្មេងស្រីជាការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារនិងសង្គមជាតិយើងអាជ្ញាធរខេត្តសៀមរាបនិងមន្ត្រីសង្គមស៊ីវិលបានចាត់ទុកថាការចូលរួមគាំទ្ររបស់បុរសចំពោះស្ត្រីក្មេងស្រីគឺជាការលើកកម្ពស់កិត្តិយសសិទ្ធិសេដ្ឋកិច្ចគ្រួសារសហគមន៍និងសង្គមជាតិនិងថាបុរសនិងស្ត្រីជាដៃគូអភិវឌ្ឍដែលមិនអាចខ្វះបានថ្លែងក្នុងពិធីអបអរសាទរខួបលើកទី114ទិវាអន្តរជាតិនារី8មីនាឆ្នាំ2025នៅវិទ្យាល័យសម្ដេចឪក្រុងសៀមរាបនារសៀលថ្ងៃទី25ខែមីនាឆ្នាំ2025នេះលោកស្រីមនីរាំងសីអភិបាលរងខេត្តសៀមរាបបានលើកឡើងថាការលើកកម្ពស់សិទ្ធិទូនាទីរបស់ស្ត្រីនិងក្មេងស្រីនៅក្នុងបដិវត្តកម្មឌីជីថលពិតណាស់ចាំបាច់និងមានសារៈសំខាន់នៅក្នុងការពង្រឹងកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយបរិយាបន្នពិតណាស់នៅពេលស្ត្រីនិងក្មេងស្រីមានចំណេះដឹងនិងមានសមត្ថភាពផ្នែកឌីជីថលអាចធ្វើឲ្យពួកគេចូលរួមដោយសកម្មនិងប្រកបដោយសុវត្ថិភាពនៅក្នុងសេដ្ឋកិច្ចនិងសង្គមឌីជីថលដែលនេះបង្ហាញឲ្យឃើញថាស្ត្រីពិតជាតួអង្គដ៏សំខាន់មិនត្រឹមតែក្នុងគ្រួសារសហគមន៍និងស្ថាប័នការងារប៉ុណ្ណោះទេស្ត្រីក៏ជាអ្នកដឹកនាំឆ្លាតវៃទន់ភ្លន់និងរឹងមាំផងដែរដូច្នេះការចូលរួមគាំទ្ររបស់បុរសជាប្តីចំពោះស្ត្រីក្មេងស្រីនិងប្រពន្ធគឺជាការលើកកម្ពស់កិត្តិយសសិទ្ធិសេដ្ឋកិច្ចគ្រួសារសហគមន៍និងសង្គមជាតិយើងលោកស្រីអភិបាលរងខេត្តមានប្រសាសន៍ថាបដិវត្តកម្មឌីជីថលនឹងផ្ដល់នូវមធ្យោបាយថ្មីៗសម្រាប់ស្ត្រីនិងក្មេងស្រីក្នុងការអនុវត្តសិទ្ធិការលើកកម្ពស់ឋានៈទូនាទីការទទួលបានកាលានុវត្តភាពនិងជម្រើសនានានៅក្នុងការរស់នៅនិងលើកកម្ពស់ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ខ្លួននិងគ្រួសាររួមទាំងការទទួលបាននូវលទ្ធភាពកាន់តែទូលំទូលាយសម្រាប់ការសិក្សាអប់រំការអភិវឌ្ឍជំនាញវិជ្ជាជីវៈការប្រកបមុខរបរការងារនិងអាជីវកម្មជាដើមលោកស្រីបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជានីតិកាលទី7ក្រោមការដឹកនាំរបស់សម្ដេចធិបតីហ៊ុនម៉ាណែតបានបន្តកំណត់ការលើកកម្ពស់សមភាពយេនឌ័រនិងបង្កើនភាពអង្អាចរបស់ស្ត្រីនិងក្មេងស្រីនៅគ្រប់វិស័យជាអាទិភាពក្នុងរបៀបវារៈគោលនយោបាយនិងយុទ្ធសាស្ត្របញ្ចកដំណាក់កាលទី1តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអរិយធម៌ខ្ពស់ប្រកបដោយសីលធម៌សមធម៌និងបរិយាបន្នដែលក្នុងនោះស្ត្រីគឺជាស្នូលជាមួយគ្នានេះនឹងបន្តលើកកម្ពស់សមភាពយេនឌ័រគឺតាមរយៈការបង្កើនការវិនិយោគលើសមភាពយេនឌ័រនិងបង្កើនភាពអង្អាចដល់ស្ត្រីនិងក្មេងស្រីនៅក្នុងវិស័យសេដ្ឋកិច្ចអប់រំសុខភាពនិងការដឹកនាំដើម្បីទាញយកប្រយោជន៍ពីភាគលាភយេនឌ័របង្កលក្ខណៈអំណោយផលដល់ស្ត្រីក្នុងការប្រើប្រាស់សិទ្ធិលើការសម្រេចចិត្តអំពីផែនការគ្រួសារកាត់បន្ថយភាពងាយរងគ្រោះដោយអំពើហិង្សាទាក់ទងទៅនឹងយេនឌ័រលើស្ត្រីនិងក្មេងស្រីនិងការលើកកម្ពស់ទំនាក់ទំនងអន្តរជំនាន់លោកស្រីខឹមពិសីនាយកអង្គការមជ្ឈមណ្ឌលធនធានស្ត្រីមានប្រសាសន៍ថានៅឆ្នាំ2025នេះអង្គការសហប្រជាជាតិប្រារព្ធទិវាអន្តរជាតិនារីដើម្បីអបអរសាទរខួបទី30ឆ្នាំនៃសេចក្តីថ្លែងការណ៍ទីក្រុងប៉េកាំងប្រធានបទខាងលើគឺដើម្បីគូបញ្ជាក់អំពីសារៈសំខាន់នៃការទទួលបាននិងអនុវត្តសិទ្ធិការលើកកម្ពស់សមភាពនិងការពង្រឹងភាពអង្អាចចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូបនៅកម្ពុជាប្រធានបទនេះក៏នឹងផ្ដោតសំខាន់ផងដែរលើការលើកកម្ពស់ផលជាផលវិជ្ជមាននិងទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រជូនគ្រួសារពង្រឹងសហគមន៍និងវឌ្ឍនភាពសង្គមជំរុញកំណើនការអភិវឌ្ឍសេដ្ឋកិច្ចនិងលើកកម្ពស់សុខុមាលភាពសង្គមយោងតាមរបាយការណ៍ឆ្នាំ2024របស់ក្រសួងអប់រំយុវជននិងកីឡាបានបង្ហាញថាគម្លាតយេនឌ័រនៅក្នុងវិស័យអប់រំបានកាត់បន្ថយគួរឲ្យកត់សម្គាល់